អ្នកនរគ្នាខ្ញុំមើល TikTok ឃើញ speed គាត់ច្រៀងជាមួយកញ្ញាចិនហ្នឹងហើយខ្ញុំចង់ដឹងថាបទដែលគេច្រៀងហ្នឹងបទអីគេអញ្ចឹងខ្ញុំស្គាល់ app ហ្នឹងមួយ app ហ្នឹងខ្ញុំជឿថាអ្នកខ្លះគាត់ដឹងហើយដោយសារ content creator មួយចំនួនគាត់បង្ហាញហើយតែខ្ញុំគិតថាអ្នកអត់ដឹងតែដឹងអញ្ចឹង app មួយហ្នឹងឈ្មោះសាអ្នកនរគ្នាឥឡូវខ្ញុំបើកមកហ្នឹងឧទាហរណ៍ថាខ្ញុំចង់ស្ដាប់បទមួយនេះបទដែលគេច្រៀងជាមួយ speed អញ្ចឹងចែកនេះដាក់ app នេះស្ដាប់ នេះចឹងអានឹងវាដឹងបត់ហ្នឹងចឹង app ហ្នឹងវាចឹងអ្នកនរគ្នាយើងអាចរកចំណងជើងបត់ច្រៀងដែលយើងអត់ដឹងនេះរកឃើញនេះហើយយើងមានទូរស័ព្ទតែមួយក៏បានដែរនៅក្នុង iPhone ក៏បានក្នុង Android ក៏បានឧទាហរណ៍ឥឡូវខ្ញុំពងនៅក្នុង iPhone ចឹងយើងអូសអាខាងលើនេះអ្នកនរគ្នាឃើញសញ្ញាមួយនេះចឹងយើងคลิกអានេះមកបន្ទាប់មកយើងចង់ស្ដាប់បទអីយើង play វាទៅអាកម្មវិធីហ្នឹងវាចាប់អស់ហើយចឹងមានប៉ុណ្្នឹងទេអ្នកនរគ្នាជួបគ្នាក្នុងវីដេអូក្រោយបាយ